អ្នកស្រីសេងថុលជាកសិករម្នាក់ក្នុងចំណោមកសិកររាប់ពាន់គ្រួសារនៅក្នុងភូមិពោធំឃុំអរិយខ្សាត់ស្រុកល្វីអែមខេត្តកណ្ដាលអ្នកស្រីមានបទពិសោធន៍ដាំល្ហុងអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅលើផ្ទៃដីជិត1ហិកតាអ្នកស្រីសេងថុលបានពន្យល់ថាដោយសារល្ហុងលក់បានតម្លៃថ្លៃខ្ពស់និងវាងាយស្រួលដាំជាហេតុធ្វើឲ្យប្រជាជនផ្អើលសម្រុកនាំគ្នាដាំនៅក្នុងទឹកដីអរិយខ្សាត់ដែលស្ថិតនៅទល់មុខទន្លេចតុមុខភាគខាងកើតនៃរាជធានីភ្នំពេញកន្លងមកមានពាណិជ្ជករដើរប្រមូលទិញល្ហុងខ្ចីដល់ផ្ទះកសិករតែម្ដងដើម្បីយកទៅចែកចាយនិងលក់តាមទីផ្សារនានាជាពិសេសនៅរាជធានីភ្នំពេញហើពូជល្អមើលអាណាវែងដូចថាយើងស្រួលលក់ចឹងណាហ្នឹងហើយអត់ឲ្យយើងអាខ្លីវាពិបាកលក់បានពូជនឹងទិញពីគេមកតដល់ហើយទៅគេថាពូជគេហៅល្ហុងបន្លាពូជនឹងដាក់ដេញខ្ញុំទិញនឹងពីគៀនស្វាយមកគេធ្វើដែរដើមកណាត់ហ្នឹងគេដាំល្ហុងនឹងដែរខ្ញុំទៅចែកទិញគេល្ហុងមានពូជច្រើនប្រភេទប៉ុន្តែពូជល្ហុងដែលអ្នកស្រីសេងថុលក៏ដូចជាកសិករដទៃទៀតនិយមដាំនៅក្នុងឃុំអរិយខ្សាត់នេះជាប្រភេទពូជល្ហុងគេយកមកធ្វើជាបន្លែអ្នកស្រីសេងថុលបានចែករំលែកជាមួយកសិករឯទៀតនៅបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការដាំដំណាំល្ហុងនេះថាគាត់បានយកគ្រាប់ទៅបណ្ដុះមុននឹងយកទៅដាំក្នុងចំការគាត់ធ្វើការបណ្ដុះកូនល្ហុងដោយយកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀមរួចជាស្រេចក្រោយពីដាក់គ្រាប់បណ្ដុះហើយគាត់ស្រោចទឹកឲ្យជោគជារៀងរាល់ថ្ងៃដើម្បីឲ្យកូនល្ហុងលូតលាស់បានល្អបន្ទាប់មករយៈពេល1ខែកន្លះទើបយកទៅដាំក្នុងរណ្ដៅដែលត្រៀមទុកជាស្រេចយើងដាំហ្នឹងយើងភ្ជួរដីទាំងគេឲ្យស្រស់ដីយើងភ្ជួរដីឲ្យឆ្អិនល្អសិនទៅបានយើងយកកូនហ្នឹងទៅដាំដីនេះដីលបាយថាដាក់ជីបានពីដងមុនដាំហ្នឹងគេដាក់ជីធម្មជាតិដូចជីអាចគោយើងហើយនឹងអាចកាជាវដាក់បានដាវដល់ដាក់បានដាវហ្នឹងតិចទៅបានយកកូនហ្នឹងទៅដាំចាហើយដល់ពើដាក់តែប៉ុណ្ណឹងហើយដល់ពើមួយសាទៀតទៅល្ហុងយើងធ្វើដីជ្រុំជ្រួយអីទៅគេបោះអាជីធម្មជាតិយើងហ្នឹងមិនតិចទៅបានល្ហុងជារុក្ខជាតិមួយប្រភេទដែលងាយស្រួលដាំវាលូតលាស់លឿននិងឆាប់ឲ្យផលដំណាំល្ហុងត្រូវការលូតលាស់លើដីស្រស់ទឹកនិងសម្បូរជីជាតិជាពិសេសដីសណ្ដឬដីល្បាយខ្សាច់ដើម្បីឲ្យមានការលូតលាស់ល្អគេត្រូវដាំល្ហុងនៅក្រោមពន្លឺថ្ងៃផងដែរដំណាំល្ហុងមានពូជច្រើនប្រភេទណាស់ហើយកសិករអាចដាំបានពេញមួយឆ្នាំប៉ុន្តែភាគច្រើនគឺនិយមដាំនៅដើមរដូវភ្លៀងនិងចុងរដូវភ្លៀងពិសេសជៀសវាងកុំឲ្យកូនល្ហុងទទួលការជាំទឹកបានគេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ7ទៅ8ខែឡើងទៅវាចាប់ផ្ដើមផ្កាផ្លែហើយបេះរហូតពេញមួយឆ្នាំហើយវានឹងឲ្យផលច្រើននៅពេលមានអាយុ2ទៅ3ឆ្នាំចាប់ពីអាយុ4ទៅ5ឆ្នាំដើមរបស់វាចាប់លូតលាស់ខ្សោយរីឯផ្កាផ្លែក៏ចុះថយដែរឆ្នាំនឹងជួបការលំបាកវាថោកកុំអីដោះស្រាយជីភាពស្រួលធូរដែរហ្នឹងបូបានថ្លៃប៉ុន្តែឆ្នាំហ្នឹងវាជួបថោកដល់ថោកវាចាប់ដោះស្រាយបានផលហើយបានលុយវាតិចថ្លៃកពក់ឆ្នាំហ្នឹងទៀបបានតែ300មកធ្លាក់មក150 200ទៀបបានច្រើនណាស់ផលប៉ុន្តែដល់ពើលុយបានតិចចាសមបន្តិចមិនទូចអីអាហ្នឹងគ្រាន់ថាវាបានថ្លៃប៉ុន្តែយើងវាអស់ផលអីសូមបញ្ជាក់ថានៅឆ្នាំនេះល្ហុងកំពុងផ្ដល់ផលល្អប៉ុន្តែតម្លៃល្ហុងក៏មានការធ្លាក់ចុះបន្តិចដូចតែអ៊ំដាំឆ្នាំហ្នឹងបេះម្ដង3តោនដីអ៊ំតាតិចទេណាប៉ុន្តែវាផលបានច្រើន3តោនហ្នឹងបានតា2000ហ្នឹងអត់បានម្រាមហៀងផងអីអត់បាន150ផងជ្រក់ថង់ឲ្យគេមួយថង់20គីឡូបានតែ2000លោកស៊ុយសៀងជាកសិករនៅក្នុងភូមិទួលមាសឃុំអរិយខ្សាត់ស្រុកល្វីអែមខេត្តកណ្ដាលក៏បានត្អូញត្អែពីការធ្លាក់ថ្លៃល្ហុងនេះដែរដោយបានឃើញតម្លៃល្ហុងមានតម្លៃខ្ពស់កាលពីឆ្នាំកន្លងទៅទើបធ្វើឲ្យលោកសម្រេចចិត្តដាំល្ហុងលើផ្ទៃដីដល់ទៅចំនួន5ហិកតា
លុះពេលលហុងរបស់លោកដល់ពេលប្រមូលផលស្រាប់តែលហុងធ្លាក់ថ្លៃនិងស្ទើរតែគេមិនចង់ទិញទៀតផងឃើញតម្លៃលហុងធ្លាក់បែបនេះលោកធ្លាក់ទឹកចិត្តជាខ្លាំងសូម្បីតែចំការលហុងក៏លោកមិនបានអើពើសម្អាតវាដែរដោយបណ្ដោយឲ្យវត្តពត់យ៉ាងទ្រុបទ្រុលព្រោះកន្លងមកលហុងវាដូចមានទីផ្សារមួយសម្រាប់ដឹកចេញទៅក្រៅធ្វើឲ្យខាងខ្ញុំចង់ដាំដល់ពីបច្ចុប្បន្ននេះស្រាប់តែទៅជាស្ទះដល់ខ្លួនឯងដាំផ្ទាល់ទៅស្ទះលក់អត់ចេញគិតទៅផ្លែវាកើតហើយប៉ុន្តែដល់ការលក់ដូរវាអត់បានតម្លៃវាទាបកាលឆ្នាំទៅវាតម្លៃដល់ទៅ500 600តិចបំផុតបាទ1គីឡូដល់មួយឆ្នាំនេះវានៅធ្លាក់ដល់ទៅ200បាទស្ទើរទាំង100គេអត់យកបណ្ដោយខ្ញុំវាដូចថាវាអស់ស្មារតីខ្លួនឯងក្នុងការប្រមូលផលបាទដល់អញ្ចឹងការចំណាយទុនធឿនពីពលកម្មម្នាក់ស៊ី 15,000 ទៅ 18,000 អញ្ចឹងគិតការឈ្នួលជួលមកធ្វើវាអត់គ្រប់ចំនួននៃការចំណាយផលចូលប្រជាកសិករបានសង្កេតឃើញថានៅពេលដែលផ្លែល្ហុងលក់បានតម្លៃថោកក៏ប៉ុន្តែសម្រាប់អ្នកលក់នៅទីផ្សារវិញបែរជាលក់បានតម្លៃខ្ពស់ទៅវិញទោះបីជាឆ្នាំនេះបានថ្លៃទាបក៏ដោយក៏កសិករមួយចំនួននៅបន្តដាំដំណាំនេះដោយសារតែពួកគាត់គិតថាការធ្វើចំការគឺវាមិនទៀងទាត់ដូចនេះហើយដោយមើលឃើញផលិតផលកសិកម្មក្នុងស្រុកធ្លាក់ថ្លៃយ៉ាងដូចនេះអង្គការ Caritas កម្ពុជាដែលជាអង្គការជួយទ្រទ្រង់វិស័យកសិកម្មនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍បានខិតខំប្រឹងប្រែងធ្វើការរកមធ្យោបាយដើម្បីកុំឲ្យឈ្មួញកណ្ដាលបន្ថោកតម្លៃដំណាំបានបច្ចុប្បន្នអង្គការ Caritas កម្ពុជាបានបង្កើតសហគមន៍កសិករដើម្បីជួយផ្ដល់នូវបច្ចេកទេសកសិកម្មផងនិងជួយរកទីផ្សារលក់ផលិតផលកសិកម្មឲ្យប្រជាកសិករនៅក្នុងតំបន់នេះផងដែរពីមុនយើងហៅសមាគមអភិវឌ្ឍភូមិដូចនៅអរិយស័ព្ទអញ្ចឹងយើងមាន2សមាគមអញ្ចឹងសមាគមអភិវឌ្ឍភូមិទួលមាសមានសមាគមអភិវឌ្ឍភូមិពោធំហើយនៅសកាកោយើងមានសមាគមអភិវឌ្ឍភូមិតាជោសមាគមអភិវឌ្ឍភូមិក្តីកដាសមាគមអភិវឌ្ឍភូមិតាស្គរហើយនៅខាងឃុំបរងនោះយើងមានសមាគមអភិវឌ្ឍភូមិបរងនិងសមាគមអភិវឌ្ឍភូមិភ្នំការអញ្ចឹងទាំងអស់នេះយើងកំពុងតែប្រើនីតិវិធីនិងយន្តការនិងយុទ្ធសាស្ត្រថ្មីដែលយើងរៀបចំចាប់តាំងពីឆ្នាំដើមឆ្នាំ2012រហូតតទៅមុខទៀតដើម្បីយើងរួមទាំង5ភូមិនេះឲ្យចូលគ្នាឥឡូវរាល់ថ្ងៃយើងមានសហគមន៍ជំរុញឲ្យគាត់ធ្វើការក៏ដូចជាកម្មវិធីគម្រោងរបស់ខេត្តកណ្ដាលនេះកំពុងជំរុញឲ្យគាត់ចេះរួមគ្នាធ្វើការចេះរួមគ្នាស្វែងយល់អំពីព័ត៌មានផ្សេងៗដែលតាក់ទងទៅនឹងជុំវិញសហគមន៍របស់គាត់ហើយដើម្បីជំរុញឲ្យសមាគមទាំងអស់បង្កើតទៅជាសហគមន៍នេះរាល់ថ្ងៃនេះគាត់មានឈ្មោះបដាអាសន្នដោយសារគាត់មានក្រុមរបស់គាត់បានចូលភាគហ៊ុនភាគអីហើយប៉ុន្តែមិនទាន់ជាផ្លូវការដោយសារយើងគម្រោងនៅឆ្នាំ2013ប្រហែលជាចុងឆ្នាំ2013បើយើងធ្វើទៅទាន់យើងនឹងចុះឈ្មោះចូលទៅក្នុងមន្ទីរកសិកម្មដើម្បីឲ្យគាត់មានឈ្មោះជាផ្លូវការរបស់គាត់ទៅពេលដែលយើងចុះឈ្មោះជាផ្លូវការទៅធ្វើឲ្យតម្លៃរបស់សហគមន៍របស់យើងគាត់មានឥទ្ធិពលច្រើនជាងមុនអញ្ចឹងគាត់អាចទទួលព័ត៌មាននិងសេវាផ្សេងពីក្រុមហ៊ុនមួយចំនួនដែលគាត់ចាប់ផ្ដើមចង់ទទួលសេវានិងគ្រប់គ្រងដល់កសិករក្រីក្ររបស់យើងរាល់ថ្ងៃនេះសមាជិកដែលជាសហគមន៍រួមចូលគ្នាហ្មង512គ្រួសារខ្ញុំទទួលទុកខាងទីផ្សារអញ្ចឹងខ្ញុំថាវាគួរណាយើងបានអង្គការបដោះបដាបានប៉ុណ្ណឹងហើយវាអណាស់ចង់ឲ្យសហគមន៍នឹងដើរខ្ញុំបានបដោះបដាខាងបូអ៊ីអង្គការកាតាសបានយកខ្ញុំទៅបរៀនហើយបន្ទាប់មកខ្ញុំនឹងចុះប្រហាត់ដល់ដៃប្រជាពលរដ្ឋរបៀបធ្វើជីកំប៉ុស្តនឹងហើយជីនឹងទៀតខ្ញុំយកទៅអនុវត្តផ្ទាល់ឲ្យគេដាំជាបសោតនៅកន្លែងមួយឃើញថាវាមានគុណភាពខ្ពស់ជីកំប៉ុស្តនឹងខ្ញុំកំពុងតែនឹងរកគំនិតមួយថាតាក់ទងតាមរាជរដ្ឋាភិបាលពីកន្លែងមួយទៅកន្លែងមួយតើជួយទប់ស្កាត់ពីឈ្មួញកណ្ដាលអ្វីខ្លះព្រោះអីឈ្មួញកណ្ដាលពេលណាថ្លៃឲ្យថ្លៃជ្រុលពេលដែលធ្លាក់មិនទទួលយកនឹងហើយខ្ញុំកំពុងថារកកម្រិតយ៉ាងម៉េចឲ្យវាថេនៅមួយថាទទួលយកបាន
chẳng đôi thà chẳng ao chui thà đôi thà ao việc bàn thay tịch tên na ao bàn thay tới ao bàn bông ôn chẳng đôi chia chôn chẳng khom phẳng chẳng ao việc bàn phal nâng này tới ao đôi thà việc thư thường ngày nâng khom phẳng na bàn phal với tị ắt học ắt khôn cha học ắt khôn thà chẳng bàn thà khom phẳng chẳng bông ôn thà khom phẳng chẳng khoản thà chẳng bàn tì xa nâng tới ao bàn hụp bàn thay tới việc bán thu và chia chôn á chứ bắt đầu đầm nằm xây từ tiết rồi dừng từ thưa ở thì họ mình chọn mang cầm nọt đấy ba là mình chọn mang năm buổi dừng bông ra trong tầm năm lại sáng ai dừng dầu từ bàn chỗ đập xa rồi chỉ một tí để xem như vậy này dừng thừa bỏ lại chạm màn lùi nhắm con là chứ con thằng làm từ tháp bán năng ở nhà tháo cô để chui bòn miệng hàng mình lại sau đó rồi thì họ để chỉ không để anh cô đã chui đầu tiếp xa nó bànภาษาลำเบอគ្នាកសិករក្នុងក្រុមនឹងធ្វើបាទទឹកចិត្តនឹងធ្វើតទៅទៀតគួរបញ្ជាក់ថាគេអាចប្រើប្រាស់ផ្លែល្ហុងខ្ចីប្រើជាបន្លែសម្រាប់ស្លបរិភោគនិងធ្វើជាជ្រក់ល្ហុងសម្រាប់បរិភោគផងដែរនៅតំបន់ខ្លះគេយកស្លឹកខ្ចីរបស់វានិងផ្កាធ្វើជាបន្លែផ្លែល្ហុងទុំមានសារៈប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពល្ហុងទុំអាចជាបង្អែមលាងមាត់និងវាអាចជួយរំលាយអាហារបានយ៉ាងល្អនៅក្នុងរាងកាយសម្រាប់សុខភាពលើសពីនេះវាអាចទប់ស្កាត់មិនឲ្យមានជំងឺមហារីកដែលបង្កមកពីជាតិពុលចេញពីពោះវៀនធំនិងមានសារៈប្រយោជន៍សម្រាប់បន្សាបជាតិពុលដែលមាននៅក្នុងថ្លើមបានទៀតផង។